ជំរាបសួរលោកគ្រូសួស្តីដល់អ្នកខ្ញុំបានដំណើរក្រុមទី5នឹងមកធ្វើបទសម្ភាសន៍អំពីការហាត់ទៅនឹងបច្ចេកទេសក្នុងការហាត់ប្រាណរបស់អ្នកគ្នាមកមើលពីការហាត់របស់ខាងខាងក្នុងចាស់របស់អ្នកគ្នាសួស្តីបងសួស្តីបងខ្ញុំចង់រំខានបងបន្តិចនិយាយពីការហាត់និងការភាករបស់បងតើមួយអាទិត្យបងហាត់ប្រហែលថ្ងៃនិងមួយថ្ងៃបងហាត់អ្វីខ្លះបាទបងសម្រាប់ការភាគរបស់ខ្ញុំមួយអាទិត្យខ្ញុំហាត់4ថ្ងៃហើយមួយថ្ងៃខ្ញុំហាត់តែ5ទៅ6 exercise ទេដូចថាថ្ងៃច័ន្ទយើងលេងទ្រូងជាមួយដៃក្រោយយើងបែងចែកទ្រូងយើងលេង5 exercise ហើយដៃក្រោយយើងលេង3 exercise ឬក៏2 exercise ថែមទៀតទៅបាទសម្រាប់ការភាគខ្ញុំជាទូទៅខ្ញុំមួយអាទិត្យខ្ញុំហាត់ថ្ងៃច័ន្ទថ្ងៃអង្គារថ្ងៃពុធខ្ញុំសម្រាកមានន័យថាខ្ញុំយកពុតហ្នឹងធ្វើជាថ្ងៃ rest day ដើម្បីឲ្យសាច់ដុំខ្ញុំវា recover ឬវា build ឡើងមកវិញហាប់ហើយថ្ងៃបន្ទាប់ទៀតថ្ងៃព្រោះខ្ញុំហាត់ leg អីចឹងទៅ exercise ធំបាទហើយបន្ទាប់មកថ្ងៃសុក្រខ្ញុំហាត់ទៀតហើយថ្ងៃសៅរ៍ថ្ងៃអាទិត្យខ្ញុំសម្រាកបាទការភាគខ្ញុំមានតែប៉ុណ្្នឹងអញ្ចឹងបងខ្ញុំអាចសុំពេលបងបន្ថែមដើម្បីធ្វើការ interview អំពីការហាត់ប្រាណនិងជាបទពិសោធន៍របស់បងនិងមតិយោបល់តិចតួចបើបងចែកឲ្យអ្នកហាត់ប្រាណថ្មីអញ្ចឹងបងបាទបាទ Anabolic beats. សួស្តីបងបាទសួស្តីតើបងឈ្មោះអីដែរខ្ញុំបាទឈ្មោះធូសុវណ្ណថ្ងៃនេះខ្ញុំមានសំណួរចង់សួរបងពីការហាត់ប្រាណនៅផ្ទះហើយនិងការហាត់ប្រាណនៅ gym ខុសគ្នាយ៉ាងដូចម្តេចដែរបងបាទបងការហាត់ប្រាណនៅផ្ទះហើយការហាត់ប្រាណនៅ gym ខ្ញុំយកការហាត់ប្រាណនៅ gym មុនការហាត់ប្រាណនៅ gym វាមានម៉ាស៊ីនច្រើនវាមានគ្រូតាមដានយើងពីរបៀបហាត់ចូលបានល្អចូលផ្នែកសាច់ដុំបានល្អផ្នែកសាច់ដុំយើងនីមួយៗអញ្ចឹងបងបាទហើយការហាត់ប្រាណនៅ gym វាមានឧបករណ៍ច្រើនណាមួយបើយើងទៅដបងអញ្ចឹងយើងអត់ស្គាល់យើងអត់ដឹងពីរបៀបហាត់យើងអាចសួរគេបានសួរបងនៅហ្នឹងគាត់ហាត់ពីមុនមកយូរឆ្នាំអញ្ចឹងបងបាទចុះការហាត់ប្រាណនៅផ្ទះដែរបងការហាត់ប្រាណនៅផ្ទះវាក៏ល្អដែរយើងរវល់ពីការងារអញ្ចឹងយើងអាចឆ្លៀតហាត់នៅផ្ទះដូចជាការរត់ការ push up យកអបងនៅដីហ្នឹងអាហ្នឹងក៏ល្អដែរបើយើងអត់មានពេលទៅហាត់នៅ gym នៅកន្លែងផ្សេងអញ្ចឹងបងហើយវាល្អសម្រាប់អ្នកដែលរវល់ខ្លាំងឬក៏អត់មានពេលទៅ gym អីចឹងបងបាទហើយយើងអាចត្រូវមានឧបករណ៍អ្វីខ្លះដើម្បីហាត់នៅផ្ទះដែរឬក៏ជាលំហាត់ប្រាណអ្វីខ្លះតាមពិតទៅការហាត់នៅផ្ទះអត់ចាំបាច់មានឧបករណ៍ក៏បានដែរយើងអាចរត់យើងអាច push up យើងអាចតោងរបស់អ្វីមួយដើម្បីឲ្យយើង build សាច់ដុំយើងបើយើងចង់បានការហាត់ឡើងសាច់ដុំអាហ្នឹងpull up អីចឹងទៅបាទតើបងគិតថាលំហាត់ប្រាណមួយណាដែលធ្វើឲ្យសុខភាពយើងល្អសំណួរមួយនេះខ្ញុំអត់អាចនិយាយថាមួយណាល្អឬក៏អត់ល្អទេគឺឲ្យតែកីឡាវាល្អទាំងអស់បើថាកីឡាហែលទឹកកីឡារត់កីឡាលើកដុំដែកកីឡាជាច្រើនទៀតតែបើសម្រាប់ខ្ញុំគិតថាកីឡាដែលស័ក្តិសមរបស់ខ្ញុំគឺកីឡាលើកដុំដែកការហាត់យកសាច់ដុំបាទហើយកីឡាដែលល្អជាងការលើកដុំដែកមួយទៀតគឺការហែលទឹកវាសំខាន់វាធ្វើឲ្យរាងកាយយើងទាំងអស់វា burn កាឡូរីហើយធ្វើឲ្យយើង fresh ជាងមុនអញ្ចឹងហើយមួយទៀតវាអាចឲ្យយើងឡើងកម្ពស់អីចឹងដែរបងបាទខ្ញុំចង់ដឹងពី tip អ្វីខ្លះបងសម្រាប់អ្នកហាត់ប្រាណដំបូងដើម្បីឲ្យមានសុខភាពល្អបងបាទបងខ្ញុំមាន tip ខ្លះសម្រាប់អ្នកដែលហាត់ប្រាណដំបូងយើងទី1យើងត្រូវហាត់ឲ្យទៀងពេល
ដូចថាយើងម៉ោង5ល្ងាចយើងហាត់រត់អញ្ចឹងយើងត្រូវហាត់ឲ្យទៀងពេលហើយមួយទៀតយើងត្រូវហូបរបស់ណាដែលមានវាល្អសម្រាប់យើងដូចជាស្រូវសាលីបាយទ្រូងមាន់បន្លែបៃតងអញ្ចឹងបងហើយណាមួយយើងត្រូវម្ហូបទាំងអស់ហ្នឹងយើងត្រូវបន្ថយជាតិស្ករហើយប្រៃខ្លាំងពេកហើយណាមួយទៀតហឹលបង ចឹងសំណួររបស់ខ្ញុំមានប៉ុណ្្នឹងទេបងហើយអរគុណបងសម្រាប់ចម្លើយរបស់បងនិងមតិយោបល់បងសម្រាប់អ្នកហាត់ប្រាណនិងការចែករំលែកពីរបៀបហាត់របស់បងហើយខ្ញុំមានប៉ុណ្្នឹងបងសូមអរគុណ